ឆ្នាំពឹសនេះបងប្អូនគឺបកាយសាកសិទ្ធខ្លាំងមែនទែនមិនថាពឹសត្រូវពោះចឹកត្រូវក្អែកខាំត្រូវខ្ទួយតិចខ្ចាដំរីតិចឬមួយក៏ឆ្មាខាំឆ្កែខាំឬមួយក៏បងប្អូនមុតគ្រឿងដូចជាតេតាណូសដូចជាមុតកំវិតមុតដៃគោមុតអីហ្នឹងគឺបងប្អូនអាចយកថ្នាំនេះទៅព្យាបាលបានចាជំរាបសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរនាងខ្ញុំមានពិធីធ្វើថ្នាំខ្មែរបែបម្យ៉ាងដើម្បីមកចែកជូនបងប្អូនទាំងអស់គ្នាហើយថ្នាំដែលខ្ញុំបានបង្ហាញបងប្អូនពីវិធីធ្វើនេះមានឈ្មោះថាថ្នាំព្យាបាលពឹសការធ្វើថ្នាំពឹសនេះដែរបងប្អូនគ្រឿងផ្សំគឺបងប្អូនត្រូវមាន3មុខមានដូចជាក្រូចឆ្មាទឹកឃ្មុំហើយនិងស្រាសចាជាដំបូងគឺបងប្អូនត្រូវយកក្រូចឆ្មាហ្នឹងគឺក្រូចឆ្មាខ្មែរបងប្អូនយកក្រូចឆ្មាហ្នឹងមកហើយគឺយើងយកមកដំលើជ្រុញដំវាឲ្យបែកសាច់ចាពេលដែលដំឲ្យបែកសាច់ហើយបងប្អូននឹងឃើញគ្រាប់វាខ្ចាយចេញអញ្ចឹងបងប្អូនត្រូវយកគ្រាប់ហ្នឹងមកដំដែរបងប្អូនគឺត្រូវដំឲ្យបែកទាំងអស់ទាំងក្រូចទាំងផ្លែក្រូចទាំងគ្រាប់ក្រូចនៅពេលដែលបងប្អូនដំចានៅពេលដែលបងប្អូនដំទៅគឺវាខ្ចាយខ្លាំងវាខ្ចាយទឹកចេញញ៉ៃអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហើយហេតុអីក៏មិនហាន់វាចាំបាច់ចូលក្នុងកែវឲ្យទៅចាំបាច់តែដំនាំប្រវាក់ខ្ចាយធ្វើអីចាគឺសម្រាប់ថ្នាំនេះដែរគឺគេតម្រូវឲ្យយើងដំដើម្បីឲ្យវាបែកទាំងសាច់ក្រូចបែកទាំងគ្រាប់ហើយបែកទាំងសម្បកវាដើម្បីសម្បីតែសម្បកវាគឺជាតិថ្នាំនៅក្នុងនឹងដែរណាបងប្អូនហើយថ្នាំពឹសនេះបងប្អូនគឺបកាយសាកសិទ្ធខ្លាំងមែនទែនមិនថាពឹសត្រូវពោះចឹកត្រូវក្អែកខាំត្រូវខ្ទួយតិចខ្ចាដំរីតិចឬមួយក៏ឆ្មាខាំឆ្កែខាំឬមួយក៏បងប្អូនមុតគ្រឿងដូចជាតេតាណូសដូចជាមុតកំវិតមុតដៃគោមុតអីហ្នឹងគឺបងប្អូនអាចយកថ្នាំនេះទៅព្យាបាលបានបើសិនជាបងប្អូនត្រូវមុតកំវិតឬមុតដៃគោឬមួយក៏ឆ្មាខាំឆ្កែខាំបងប្អូនគ្រាន់តែយកសម្លៃជ្រលក់ជាមួយនឹងថ្នាំហ្នឹងហើយបងប្អូនយកទៅបិទទៅពីលើមុខរបួសហ្នឹងទៅបងប្អូននឹងទុក15នាទីបងប្អូននឹងឃើញថាបងប្អូននឹងមានអាការៈថាបាត់ឈឺបាត់ជាប់ចាប់ហើយបើសិនជាបងប្អូនដូចជាបងនៅក្នុងស្រែចម្ការនៅក្នុងព្រៃគាត់ត្រូវពោះចឹកពោះខាំអីចឹងបងប្អូនគឺបងប្អូនត្រូវយកថ្នាំនេះមកបិទលើមុខរបួសហើយមួយថ្ងៃដូរវា2ទៅ3ដងហើយបងប្អូនត្រូវយកថ្នាំនេះមកញ៉ាំចំនួនម្ដង1ស្លាបព្រាបាយបងប្អូននឹងអាចជាបានដាច់តែម្ដងចានៅពេលដែលបងប្អូនដំក្រូចឆ្មារួចហើយបងប្អូនអាចយកក្រូចឆ្មាហ្នឹងមកដាក់នៅចូលទៅក្នុងកែវហើយបងប្អូនចាក់ស្រាសចូលទៅបន្ទាប់មកទៀតបងប្អូនចាក់ទឹកឃ្មុំពីលើជាការស្រេចហើយការចាក់ស្រាសហើយនឹងទឹកឃ្មុំនេះសម្រាប់នាងខ្ញុំធ្វើតិចតួចពីព្រោះនាងខ្ញុំនៅសល់ចាស់ច្រើនក្រែលហើយអញ្ចឹងនាងខ្ញុំធ្វើដបចំនួន80 ml ដោយនាងខ្ញុំប្រើក្រូចឆ្មាចំនួន3គ្រាប់ស្រាសនាងខ្ញុំប្រើប្រហែលជា 70% ទឹកឃ្មុំ 30% ហើយនៅពេលដែលនាងខ្ញុំចាក់ចូលហើយកែវពេញបន្ទាប់មកបងប្អូនអាចយកចង្កឹះក៏បានស្អីក៏បានឲ្យទៅថាអាចកូរបានសម្រាប់នាងខ្ញុំកែវនេះតូចនាងខ្ញុំយកចង្កឹះកូរហើយបងប្អូនក្លុកវាទៅហើយជាការស្រេចនៅពេលដែលបងប្អូនធ្វើរួចហើយបងប្អូនយកថ្នាំមកថើបមើលបងប្អូនគឺឈ្ងុយខ្លាំងណាស់ដោយសារតែថ្នាំនេះគឺគ្រឿងផ្សំរបស់វាក៏ឆ្មាខ្មែរហើយទឹកឃ្មុំសុទ្ធរបស់ខ្មែរបងប្អូនឃើញនាងខ្ញុំចាក់មិញទឹកឃ្មុំមិញពណ៌ខ្មៅហើយខាប់ដោយសារតែទឹកឃ្មុំរបស់នាងខ្ញុំហ្នឹងគឺវា2ឆ្នាំហើយបងប្អូនប៉ុន្តែទឹកឃ្មុំហ្នឹងទឹកឃ្មុំសុទ្ធដោយសារវាមានអាយុកាលយូរទៅវាធ្វើឲ្យទឹកឃ្មុំហ្នឹងទៅជាខ្មៅហើយឡើងខាប់ដោយសារតែនាងខ្ញុំដាក់ចូលក្នុងទូទឹកកកបងប្អូនអញ្ចឹងសម្រាប់ការធ្វើថ្នាំនេះដែរបើសិនជាបងប្អូននៅខាងស្រែចម្ការឬមួយក៏បងប្អូនត្រូវការចូលព្រៃអីបងប្អូនអាចធ្វើមួយកែវដាក់តាមខ្លួនពិតជាល្អខ្លាំងណាស់បងប្អូនដោយសារបងប្អូនអាចនៅឆ្ងាយពីពេទ្យនៅឆ្ងាយពីផ្សារអញ្ចឹងបើម៉ាស៊ីនជាមានបញ្ហាអីដោយនិយាយថាហេតុបងប្អូនអាចយកថ្នាំនេះមកប្រើជំនួសបានពិតជាល្អខ្លាំងណាស់បងប្អូនសម្រាប់បងប្អូនបើសិនជាចង់ធ្វើច្រើនជាងនាងខ្ញុំក៏បានដែរដោយបងប្អូនប្រើក្រូចឆ្មារៀងច្រើនជាងនាងខ្ញុំទៅហើយបងប្អូនយកស្រាសឲ្យរៀងច្រើនទៅបរិមាណមើលកំណត់ថាស្រាស 70% ទឹកឃ្មុំ 30% ទៅបងប្អូនការធ្វើថ្នាំនេះដែរបងប្អូនទុកកាន់តែយូរកាន់តែល្អកាន់តែងុំកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់បងប្អូនដែលគាត់ចង់ធ្វើច្រើនហើយបងប្អូនខ្លាចថាខូចបងប្អូនមិនចាំបាច់ភ័យទេគឺទុកកាន់តែយូរកាន់តែល្អសម្រាប់វីដេអូធ្វើថ្នាំពឹសនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានការធ្វើថ្នាំនេះហើយបើសិនជាបងប្អូនគិតថាការធ្វើថ្នាំនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយ like ឲ្យបេះដូងនិង share ចែករំលែកបន្តបើសិនជាបងប្អូនមានចម្ងល់នៅក្នុងការធ្វើថ្នាំនេះដែរបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ